ជំរាបសួរសួស្តីបងប្អូនទាំងគ្នាជួបជាមួយ Admin SPM ម្ដងទៀតហើយជាមួយនឹងការសម្ដែងរឿងប្រវត្តិសាស្ត្រជប់ Sniper ភាគទី14ដែលជាភាគបន្តរបស់យើងហើយមុននឹងឈានចូលដល់ការសម្ដែងរឿង Admin ក៏សូមស្នើពរបងប្អូនជួយចុច Like ចុច Subscribe ហើយដាក់សញ្ញាកណ្ដឹងម្នាក់មួយផងដើម្បីទទួលបានវីដេអូថ្មីៗពាក្យមិនមុនគេឥឡូវនេះហាក់មកខាប់ពេលយូរយើងចូលទៅកាន់ការសម្ដែងរឿងតែម្ដងទៅចាប់ផ្ដើមរឿងដំបូងភ្លាមគេក៏បានបង្ហាញពីដំណាក់ព្រះបរាតែម្ដងដែលយើងបានឃើញថាឥឡូវនេះហាក់គឺរៀបចំដាក់កណាត់សដាក់អីឡើងពេញនឹងតែម្ដងដូចបនសពចឹងតែពេលហ្នឹងក៏មានមនុស្សម្នាមកឈោមើលច្រើនមែនតើដែលគេអ្នកខ្លះក៏ឆ្ងល់ចឹងណាថាមាននឹងអីកាត់ឡើងនៅដំណាក់ព្រះបរាមានពីណាអីបាត់បង់ជីវិតអីនេះចឹងហើយក៏មានពូម្នាក់នេះក៏បាននិយាយថាអូអត់ដឹងទេមែនឮថាមហាស័យរបស់ព្រះបន្តាហ្នឹងគឺអល់វាថាដឹងខ្លួនខុសហើយក៏ល្អៀសខ្លួនពេកក៏បានធ្វើអត្តឃាតខ្លួនឯងចឹងណាដោយមហាស័យហ្នឹងបានបង្ខំឲ្យអ្នករំម្នាក់ហ្នឹងធ្វើជាអ្នកលក់ខ្លួនអីចឹងទៅហើយគេនឹងនាំគ្នានិយាយដើមទៅឲ្យសិបយើងឡើងពេញហ្នឹងហ្មងថាទៅឲ្យសិបយើងហ្នឹងស្អាតទៅហូបឆៅហើយតែចិត្តវិញឡើងស្អុយរលួយចិត្តអាក្រក់អីចឹងពេលហ្នឹងយើងក៏បានឃើញនេះជនដៃដល់របស់យើងដែលពាក់កណ្ដឹងពណ៌ប្រាក់ហ្នឹងបានមកឈោមើលនៅមុខដំណាក់ហ្នឹងផងដែរហើយអ្នកគ្នាមើលកណ្ដឹងហ្នឹងហើយមានចំណាំអត់ហ្នឹងថាកណ្ដឹងរបស់ណាគេមានពីណាខៅពីស្អីស្អាតកំពូលរបស់ចាឡើងនិយាយយើងហ្នឹងហើយអ្នកគ្នាប្រកាសជាគេថាឡើងនិយាយហ្នឹងគឺជាអ្នកដែលសប្បាយចិត្តជាងគេហើយពេលដែលដឹងថាទូឲ្យសិបយើងបាត់បង់ជីវិតតែតាមពិតទៅគឺមិនមែនទេគឺជា UR របស់យើងឯណានិយាយពីថាគាត់ទៅលឺទូឲ្យសិបយើងបាត់បង់ជីវិតអញ្ចឹងឡើងដើរសាយពេញហ្នឹងហ្មងនឹងមកសួរបញ្ជាក់លូលាងទៀតថាមែនអត់ទេទូសិបបាត់បង់ជីវិតមែនអត់លូលាងហ្នឹងក៏សប្បាយចិត្តមិនណយដែរដែលគេបានឆ្លើយតបទៅ UR វិញថាថ្ងៃហ្នឹងទូឲ្យរបស់យើងបានហូរលេសឲ្យធ្វើមិនឲ្យលោកយាយចេញពីដំណាក់ព្រះបត្រានឹងអីចឹងទៅដើម្បីដាក់អាកណាត់ពណ៌សហ្នឹងនិយាយទៅគឺអត់ចង់ឲ្យលោកយាយឃើញនឹងឯងហើយទូឲ្យសិបយើងវិញបន្ទាប់ពីត្រូវបានគេដឹងថាធ្វើរឿងអាក្រក់ចឹងហើយនាងក៏បានចងកខ្លួនឯងនៅក្នុងគុកអីចឹងទៅនិយាយពីថាពីអ្នកប្តីប្រពន្ធគេនេះហាគឺសោយឡើងសប្បាយចិត្តតែម្ដងឌឺផងអីផងនេះអូយម្នាក់អមែនតើទូឲ្យសិបយើងបាត់បង់ជីវិតចឹងពេលហ្នឹង UR នាងក៏បាននិយាយឡើងហំហានតែម្ដងនាងបាននិយាយថាទូឲ្យសិបយើងគឺតែងតែយកមុខយកមាត់នៅមុខនាងរហូតចឹងណានិយាយទៅយកឈ្នះនាងរហូតឥឡូវហ្នឹងមិនវិញមនុស្សតតែអ្នកនៅរស់បានជាអ្នកឈ្នះប៉ប្រកាសអីចឹងទៅហើយលឺលៀងវិញគឺគិតទៅពីរឿងទូរបស់យើងបាក់មុខបាក់អីនេះនិយាយទៅប្តីប្រពន្ធគេនេះគឺត្រូវគ្នាហ្មងអាខាងគេមានតុកអញ្ចឹងនិយាយពីថាអូយសប្បាយចិត្តរៀងខ្លួនហើយ UR វិញនាងហៅតអទេថាបើសិនជាពេលអនាគតទៅលោកយាយបានដឹងរឿងនេះហាអញ្ចឹងតំណែងជាអ្នកស្រីធំគ្រប់គ្រងផ្ទះនេះទាំងមូលប្រកាសជាធ្លាក់មកលើនាងហើយអូយសប្បាយចិត្តណាស់នាងថែមតែគិតថាកូនរបស់នាងហ្នឹងគឺជាផ្កាយនាំសំណាងរបស់នាងឯថែមទៀតផងអូយអត់ដឹងនិយាយថាមិនទេពីអ្នកប្តីប្រពន្ធនេះគឺថាព្យាបាលឡើងជីហើយលឺលៀងដឹងស្រាប់ហើយគឺគាត់អត់ដែរជឿទេពាក្យសម្ដីគ្រូទាដែល UR តាមនិយាយកាលពីមុនតែឥឡូវនេះគឺគាត់ជឿហ្មងដែលគាត់បាននិយាយថា UR ឥឡូវមានកូនវាថាមានចៅច្បងរបស់គ្រួសារលូមួយទាំងមូលទៀតចឹងហើយពេលដែលនាងឡើងធ្វើជាម្ចាស់ស្រីធំនៅក្នុងផ្ទះនេះទៅចាំមើលថាតួប្រុសនឹងមានអីមកប្រកួតប្រជែងមួយគាត់ទៀតអីអញ្ចឹងណាអូយប៉ិនហ្មង UR ខំទៅលើប្តីនិយាយអញ្ចឹងឡើងពាក្យព្រើតែម្ដងហើយក៏បានរំលឹកលូឡើងទៀតថាហ្នឹងហើយបងឯងនិយាយត្រូវឥឡូវនេះហាការប្រឡងក៏ចិត្តមកដល់ដែរបើសិនជាបងឯងប្រឡងជាប់ទៀតគឺថាសំណាងនឹងមកតាមក្រោយទៀតតែម្ដងលូឡើងក៏បានសួរ UR ទាំងនេះតែម្ដងបើប្តីធំហ្មងដែលក៏បានសួរថាតើសំបីតាពាក្យទាំងអស់ហ្នឹងក៏លោកគ្រូទីទាំងអស់ហ្នឹងបានទីដែរមែនហើយគាត់តែ UR ងក់ក្បាលភ្លាមគឺថាលូឡើងគេចាប់ផ្ដើមចូលតួធ្វើជាអ្នកសិក្សាធ្វើជាអីមកហ្នឹងឲ្យខ្លួនឯងតែកាន់សភៅហ៊ានផងហ្នឹងឥឡូវហ្នឹងមកលឺពាក្យគ្រូទីនិយាយអញ្ចឹងធ្វើឯងកាន់សភៅអីណាពេលហ្នឹង UR គេគិតថាគេអ្នកឈ្នះហើយណាដែលគេបានគិតនឹងចិត្តថានៅក្នុងជីវិតមុនណាបន្ទាប់ពីលូលាហ្នឹងបានប្រឡងជាប់ហើយគឺគេបានឡើងខ្ពស់ខ្លាំងមែនតើនិយាយទៅគឺអាការងារខាងមន្ត្រីរបស់គេហ្នឹងគឺឡើងលឿនមែនតើចុងក្រោយមកគេក៏បានក្លាយជាមន្ត្រីដ៏ថ្នាក់ខ្ពស់មួយដែលមានគេគ្រប់កោតខ្លាចច្រើនណាហើយគ្រាន់តែគិតថាខ្លួនឯងនឹងក្លាយទៅជាស្ត្រីទី1នៃនគរទាំងមូលអីចឹងតែថ្ងៃមុខគឺថាអូយអាខ្ញុំបាត់មកអត់ចិត្តទេ UR នេះឥឡូវយើងក៏លេចមកមើលឡើងជាអានេះវិញពេលហ្នឹងយើងក៏បានឃើញថានាងបានចូលមកមើលនៅកន្លែងគេតម្កល់សពរបស់ទូឲ្យស្រីរបស់យើងអញ្ចឹងណានិយាយទៅទោះបីជាអ្វីៗគ្រប់យ៉ាងត្រូវបានបញ្ចប់ហើយក៏នាងចង់បញ្ជាក់ច្បាស់ដែរថាទូឲ្យស្រីរបស់យើងពិតជាបាត់បង់ជីវិតមែនអត់ហើយនៅពេលដែលបើកប្រជុំមកគឺពិតជាឃើញទូស្រីរបស់យើងដេកនៅក្នុងនឹងមែនឡើងស្លេកស្លាំងអត់មានជីវិតអីទាំងអស់នេះមើលទៅស្លាប់មែនតើហើយឡើងនិយាយហ្នឹងក៏បាននិយាយតែឯងថាទីបំផុតណានាងឯងបានបាត់បង់ជីវិតទៅមិនជាមហេសីមិនចោះចុងក្រោយនៅតែមិនអាចយកឈ្នះយើងបានដដែលហ្នឹងហើយក៏បានសើចឡើងពុះពុលតែម្ដងអូយគួយខ្លាចហើយកំពុងតែឈោនិយាយមើលខ្មោចផងក៏ស្រាប់តែពេលហ្នឹងគឺមានខ្យល់បក់លហៀតមកពេញនឹងតែម្ដងដែលធ្វើឲ្យឡើងនិយាយនេះឡើងពឺសបល់ហ្មងនេះពេលដែលដើរទៅជិតទ្វារហ្នឹងក៏ស្រាប់តែខ្មោចទូអីស្រីរបស់យើងហ្នឹងបើកទ្វារមកឡើងវ៉ាក់តែម្ដងឡើងនិយាយនេះពិតជាមានការភ័យមែនតើអញ្ចឹងហើយនេះក៏បានបាយទៅក្រោយវិញហ្នឹងក៏វ៉ាក់មួយទៀតតែម្ដងដូចជីងមកច្រើនដល់នេះអញ្ចឹងហើយឡើងនិយាយហ្នឹងក៏បានភ័យស្រែកឡើងទុនជើងតែម្ដងឬក៏បានស្រែកសួរទៅខ្មោចនឹងថាជាខ្មោចឬក៏ជាមនុស្សឲ្យប៉ិតប្រកបនេះចេញមកឡើងចឹងហ្មងទូស្រីដែលជាខ្មោចហ្នឹងក៏បាននិយាយវិញថាយើងបានស្លាប់ទៅដោយគ្មានគំនុំដែលមិនទាន់បានដោះស្រាយហើយចឹងដូច្នេះហើយទោះបីជាយើងខ្លាចជាព្រលឹងខ្មោចក៏យើងនៅតែតាមចងកម្មចងពីឯងរហូតដែរបន្តមកខ្មោចហ្នឹងក៏បានបន្តនិយាយចឹងណាពេលដែលខ្មោចនឹងនិយាយហ្នឹងគឺមិនមែនមានតែមួយនឹងនិយាយទេនិយាយទៅទោះស្រីបើយើងនៅកន្លែងហ្នឹងមានម៉ានអ្នកគឺនិយាយចឹងទាំងអស់ហ្មងដែលបាននិយាយថាឡើងនិយាយហ្នឹងហេតុតែចង់បានទូឲ្យប្រាប់យើងគឺបានធ្វើឲ្យឈ្មោះរបស់ទូស្រីហ្នឹងខូចខ្លាយទៅជាឃាតករចឹងណាមិនត្រឹមតែប៉ុណ្ណោះក៏ថែមទាំងបានជួលឃាតករមួយទៀតឲ្យទៅសម្រាប់នាងដល់ក្នុងគុកទៀតហើយចុងក្រោយហ្នឹងខ្មោចហ្នឹងក៏បានសួរទៅកាន់ឡើងនិយាយថានៅឯដំណាក់ជីងអ៊ូហ្នឹងគឺឡើងនិយាយហ្នឹងបានបំពុលក៏ដូចជាបានដាក់ថ្នាំសម្រាប់ថ្នាំសណ្ដំទៅឲ្យអ្នករំហ្នឹងមែនអត់ឡើងនិយាយនាងអូយខឹងណានិយាយទៅមនុស្សអត់ខ្លាចផងមកខ្លាចអីខ្មោចអញ្ចឹងហើយនាងក៏បានងើបឆ្លើយទៅវិញថាហ្នឹងហើយយើងជាអ្នកធ្វើអញ្ចឹងមិនឥឡូវនេះឯងត្រឹមតែជាប្លង់ខ្មោចហ្នឹងអាចធ្វើអីយ៉ាងបានស្រាប់តែពេលហ្នឹងខ្មោចមួយទៀតដែលជាទូអេសរបស់យើងហ្នឹងបានដើរមកឡងចិត្តតែម្ដងហើយក៏សួរថាហេតុអីបានជាឯងមកប្រឡងខ្លួនធ្វើជាយើងអញ្ចឹងនិយាយទៅពេលហ្នឹងគឺទូស្រីនៅទាំងមុខទាំងក្រោយហ្មងដឹងមួយណាបាត់កត់នេះប្លង់ខ្មោចមែនហ្នឹងឯងឡើងនិយាយហ្នឹងពេលដែលត្រូវបានគេសួរអញ្ចឹងនាងក៏បាន
ស័យឆ្លើយទៅឡើងដូចមនុស្សឈួរចឹងណានាងបានឆ្លើយថាដំណាក់ជីងអ៊ូគឺជារបស់នាងហើយតួប្រពយើងហ្នឹងក៏ជារបស់នាងតែម្នាក់គាត់ដែរមិនបានជាតួអីស្រីហ្នឹងចូលមកលួចអ្វីៗគ្រប់យ៉ាងពីនាងអញ្ចឹងនាងគឺចង់ឲ្យតួអីស្រីរបស់យើងហ្នឹងអាលីបាត់សូនឆឹងពីពិភពលោកនេះតែម្ដងហើយក៏ចង់ឲ្យអ្នកគ្រប់គ្នាស្អប់តួអីស្រីរបស់យើងដល់ឆ្អឹងដែរនិយាយទៅទោះបីជាស្លាប់ទៅហើយក៏ត្រូវឲ្យគេឈ្មោះគឺត្រូវបានគេស្អប់ចឹងពេលហ្នឹងខ្មោចតួស្រីហ្នឹងក៏បានសួរទៀតថាចាត់ប្រកាន់នាងឡើងចាប់គុកប៉ុណ្ណឹងហើយហើយបានជានៅតែចង់ចូលជីវិតនាងដល់ក្នុងគុកហ្នឹងទៀតនិយាយទៅគឺថាខ្មោចនេះសួរឲ្យគ្រប់សំណួរតែម្ដងហើយបើចូលជិះមកសួរចឹងហើយលឹងជាក៏បានឆ្លើយតទៅវិញថាព្រោះមានតែមនុស្សស្លាប់ទេដែលមិនអាចមកប្រកួតប្រជែងជាមួយយើងទៀតបានអូយគឺថាចម្លើយនេះអែហ្មងបន្ទាប់ពីនិយាយចឹងហើយក៏ចេញអាសើចគួយកន្លែងហ្នឹងមកទៀតដែរស្រាប់តែពេលហ្នឹងខ្មោចតួអីស្រីរបស់យើងហ្នឹងក៏បាននិយាយធ្វើដូចមនុស្សធម្មតាវិញចឹងដល់និយាយថាអូខេឥឡូវនេះសួរអស់ចិត្តដែរចូលមកអញ្ចឹងលឹងជានឹងលេងឡើងភ្ញាក់ព្រើនហ្មងហាអញ្ចឹងមនុស្សមែនតើតែមិនខ្មោចហើយអ្នកដែលចូលមកហ្នឹងមានពីណាគឺតួអីប្រុសរបស់យើងហ្នឹងហើយគាត់នាំកូនចៅគាត់មកឡើងច្រើននេះអោដែលគាត់បាននិយាយថាលឹងជាមិននេះហាគឺនាងបានសារភាពគ្រប់យ៉ាងហើយឥឡូវនេះហាក៏មានសាក់សៃបានស្ដាប់ឮច្រើនផងដែរលឹងជាគាត់តែឃើញបានហ្នឹងនាងពិតជាភ័យមែនតើហើយក៏បានងាកទៅមើលមុខតួអីស្រីរបស់យើងវិញចឹងតែសូម្បីតែតួអីស្រីដែលចូលនៅមុខនាងនេះហាក៏មិនមែនជាតួស្រីពិតប្រាកដដែរគឺគ្រាន់តែគេយកស្បែកមុខមកពាក់បន្លំហ្នឹងលឹងនិយាយហ្នឹងដល់ពេលគេយកល្បិចខ្លួនឯងមកប្រើនឹងខ្លួនឯងវិញចឹងទៅចេះខឹងដែរតើថាចុំឯងនេះហ៊ានបោកយើងផងហ៎អាខ្លួនឯងយកវិធីនឹងទៅបោកគេមុនសោះហ្នឹងពេលហ្នឹងក៏តួស្រីរបស់យើងគាត់និយាយដែរថាមិនគឺថាមានតែខ្លួនឯងទេមិនមែនដែលចេះអាសិល្បៈបន្លំខ្លួនហ្នឹងហើយលឹងនិយាយហ្នឹងពេលដែលឃើញតួអីស្រីរបស់យើងអត់តន់ស្លាប់ចឹងនិយាយពីខឹងគ្រឺឡើងក្តៅដូចបាយពុះហ្មងចឹងហើយនាងក៏បាននិយាយថាបើជ្រូជាមិនតន់ស្លាប់ចឹងហើយយើងនឹងសម្លាប់ឯងម្ដងទៀតឲ្យទៅហ្មងណាចឹងបន្ទាប់ពីនិយាយចឹងហើយនាងក៏បានដកកូនកបិតមួយនៅក្នុងអារបស់នាងហ្នឹងហើយយកមកដេញចាក់តួអីស្រីរបស់យើងយកហ្មងតួស្រីនាងក៏ព្យាយាមកិច្ចអីចឹងណាតួប្រុសរបស់យើងពេលដែលឃើញបាត់ហ្នឹងក៏បានយកអាធ្នូនៅក្បែរហ្នឹងហើយក៏បាញ់មកព្រួញទៅចំកណ្ដាលទ្រូងរបស់លឹងជីហ្នឹងដួលប៉ាំងក្ពាកតែម្ដងហើយបន្ទាប់ពីបាញ់ចឹងហើយក៏ឆ្លៀតហោះមកជួយតួអីស្រីរបស់យើងដែររៀបនឹងកន្លែងជើងដួលនៅក្បែរហ្នឹងបានទៀតអូនិយាយថារឿងចិនណាអីក៏អាចកាត់ឡើងមានបានដែរនេះហើយគ្រាន់តែប៉ុណ្្នឹងក៏បានឈុតស្វីតមួយទៀតទៅណានេះគឺឈោមើលមុខគ្នាតែម្ដងហើយបែកលឹងជីនោះវិញគឺថាដេកស្លាប់បាត់ហើយមានណាខ្វល់ទេត្រូវមកព្រួញកណ្ដាលទ្រូងមកញ៉ឹងឥឡូវនេះគឺថាតួប្រុសតួស្រីយើងបានត្រឡប់មកដល់ផ្ទះវិញហើយប៉ុន្តែតួប្រុសក៏បាននិយាយទៅកាន់តួស្រីថាដោយសារតែមុនហ្នឹងគឺពួកគេបានកុហកអ្នកគ្រប់គ្នាថាតួស្រីរបស់យើងបានបាត់បង់ជីវិតអញ្ចឹងណាជាពិសេសគឺលោកយាយពួកគេកុហកទាំងលោកយាយទៀតនេះដូច្នេះហើយពួកគេគឺត្រូវតែបកស្រាយរឿងទាំងអស់ទៅប្រាប់លោកយាយនៅថ្ងៃស្អែកឬក៏ថ្ងៃណាមួយចឹងទៅដើម្បីកុំឲ្យគាត់ភ័យអីចឹងចឹងហើយគឺមានតែឲ្យតួស្រីរបស់យើងនៅបន្ទប់តួប្រុសសិនហើយអាចតន់ទៅបន្ទប់នាងបានទេតួស្រីនេះក៏អូខេចឹងទៅអត់មាននិយាយអីច្រើនទេហើយនៅពេលដែលតួប្រុសគាត់រៀបនឹងទៅអុចអាកូមនឹងចឹងណាអាកូមដែលពួកគេបានធ្វើជាមួយគ្នានឹងថាអត់តាន់បានអុចតួប្រុសគាត់ក៏រៀបទៅអុចចឹងព្រោះឥឡូវបន្ទប់នេះល្ងឹតខ្លាំងហើយពេលហ្នឹងតួស្រីរបស់យើងនេះនាងក៏បានដើរទៅមើលលើទឹកតួអីរបស់យើងកន្លែងតុកគាត់ទៅស្អីអីហ្នឹងនាងក៏បានឃើញអាគុជដែលតួប្រុសគាត់បានឲ្យនាងកាលពីក្មេងហ្នឹងហើយនាងយកមកមើលឡើងញញឹមតែម្ដងព្រោះមានតែនាងឯងដឹងថាគឺជានាងកាលពីក្មេងហ្នឹងចឹងហើយតួស្រីរបស់យើងក៏បានដើរមកនិយាយគាត់ខ្នងតួប្រុសតែម្ដងដែលនាងបាននិយាយថាតើគុជមកនេះនៅតែទុកជាថ្លៃព្យាបាលជើងឲ្យនឹងទៀតអត់តួប្រុសគាត់ទៅលឿនចឹងគាត់ពិតជាមានការភ្ញាក់ផ្អើលខ្លាំងមែនតើព្រោះអីពាក្យសម្ដីទាំងអស់ហ្នឹងគឺជាពាក្យដែលគាត់និយាយកាលពីនៅក្មេងហ្នឹងមិនត្រឹមតែប៉ុណ្ណោះហើយនាងថែមទាំងបានធ្វើកាយវិការដូចតួស្រីទូចកាលហ្នឹងទៀតចឹងហើយតួប្រុសយើងក៏មិនដឹងថាគឺជាតួស្រីយើងនឹងឯងហើយកាលពីទូចហ្នឹងគឺតួប្រុសតូចហ្នឹងបានសួរតួស្រីតូចថាតើនាងឈ្មោះអីតែដូចដឹងស្រាប់ហើយខាងការហ្នឹងតួស្រីតូចហ្នឹងអត់តបានឆ្លើយប្រាប់តួប្រុសទេឥឡូវនេះគឺថាមកឆ្លើយចំនួនតែម្ដងនាងបានឆ្លើយថាខ្ញុំមានឈ្មោះថាជាងជាយីងតួស្រីនេះឡើងសប្បាយចិត្តឲ្យខ្ញុំជិបហ្មងហើយតួប្រុសរបស់យើងវិញគាត់ឡើងគាំងហ្មងអត់នឹកស្មានថាគឺជាតួអីស្រីរបស់យើងសោះហើយគាត់ខំតារចង់ងាប់នៅឡើងក្បែរឃ្លានេះតួស្រីក៏បានបន្តនិយាយទៀតថាគាត់មិននឹកស្មានថាពួកគេទាំងពីរនាក់មាននិស្ស័យជាមួយគ្នាតាំងពីយូរលង់ណាស់មកអញ្ចឹងសោះតួស្រីក៏បានបន្តនិយាយទៀតថាពួកយើងបានឆ្លងកាត់រឿងជាច្រើនជាមួយគ្នាតាមពិតទៅខ្ញុំគាត់ថាខ្ញុំគួរតែបានសារភាពអារម្មណ៍របស់ខ្ញុំទៅប្រាប់លោកឲ្យបានលឿនជាងនេះបន្តមកតួស្រីនាងក៏ហ៊ាននឹងនិយាយថាខ្ញុំចូលចិត្តលោកអីចឹងតែតួប្រុសគាត់ក៏បានកាត់តែម្ដងដែលគាត់ក៏បានលើកកូមនឹងឡើងហើយក៏និយាយថាចំពោះអារម្មណ៍របស់គាត់វិញគឺគាត់បានបញ្ជាក់វាតាំងពីយូរណាស់មកហើយនៅលើកូមហ្នឹងគឺមានគាត់បានទៅសេអសរថានៅពេលដែលកូមនេះគឺត្រូវបានគេដុតឲ្យភ្លឺឡើងគឺគាត់នឹងការពារនាងអស់មួយជីវិតតែម្ដងនិយាយទៅគេសារភាពស្នេហ៍នៅលើកូមតែម្ដងអញ្ចឹងហើយបានជាគាត់និយាយថាគាត់ប្រហែលយូរហើយអារម្មណ៍របស់គាត់ហ្នឹងបន្តមកតួស្រីយើងនេះគឺថាពិតជាក្លាហានមែនតើក៏បានហក់មកថាកូនប្រុសគេមុនតែម្ដងហើយតួប្រុសយើងវិញគាត់តែគេថាអញ្ចឹងនិយាយពីថាតុនដៃអស់ហើយនេះលបោតកូមធ្លាក់ពីលើដៃហ្មងហើយបន្តមកពួកគេក៏បានបន្តថាបគ្នាអូយថាបយូរខ្លាំងមែនតើអត់មានអត់ដឹងថាត្រូវនិយាយអីខ្លះនោះទេដឹងថាថាបគ្នាអញ្ចឹងហើយក៏ដេកនៅជាមួយគ្នាយប់នឹងតែម្ដងទៅទីបំផុតដល់ប្តីប្រពន្ធគេឡើងអៀនគ្នាទៀតហើយបញ្ជាក់ឡើងច្បាស់ហ្មងនេះហើយឆ្លាញ់គ្នាឡើងស្វីតហ្មងយប់នឹងកាត់មកដល់ផឹកឡើងតែម្ដងនេះស្វីតដល់ផឹកទៀតណាពេលដែលភ្ញាក់ឡើងហ្នឹងគឺតួប្រុសគាត់ភ្ញាក់មុនចឹងហើយអត់ហ៊ានដាក់អូនឲ្យភ្ញាក់ទេគឺសឹកចិត្តយកដៃទៅបាំងពលឺព្រះអាទិត្យកុំឲ្យចាំងភ្នែកអូននេះចឹងទៅឲ្យអូនដេកបានយូរហើយថែមទាំងបានថាបនាងទៀតអូយស្វីតម៉ែកំពុងតែស្វីតសុកហ្នឹងគាត់ក៏បាននឹកឃើញអីមួយចឹងហើយតួប្រុសហ្នឹងក៏បានងើបពីក្រែទៅរកអីនៅតុកគាត់មិនដឹងរកអីទេកំពុងតែរកហ្នឹងតួស្រីរបស់យើងនឹងក៏បានភ្ញាក់ដឹងខ្លួនដែរចឹងហើយពេលដែលឃើញតួប្រុសកំពុងតែរកនៅលើតុគាត់ហ្នឹងនាងក៏បានសួរថាតើតួប្រុសហ្នឹងកំពុងតែធ្វើអីហ្នឹងហើយតាមពិតទៅគឺតួប្រុសគាត់ទៅយកអាกระดาษមួយដែលថាគាត់និយាយថាអាចបំផ្លាញគូស្នេហ៍គេបានអីចឹងណាกระดาษហ្នឹងគឺជាกระดาษលែងលះហ្នឹងឯងនិយាយទៅគឺគាត់អត់ចង់ឲ្យមានទីនោះទេព្រោះខ្លាចថាពួកគេនឹងបែកបាក់ទៅថ្ងៃក្រោយហើយមើលគាត់ហែកឡើងខ្ទេចខ្ទីតែម្ដងនេះអូយស្អប់ណាស់ពីមុនហ្នឹងគឺថាចង់តែបានអាกระดาษហ្នឹងឥឡូវនេះគឺថាយកមកហែកចោលហ្មងទោះសេវានេះឡើងសៃហួសចិត្តហ្មងគឺខ្នាញ់នឹងច្រឹកតួប្រុសមែនតើហើយបន្តមកនាងក៏ធ្វើជានិយាយទៀតថាខ្ញុំដូចជានៅមានមួយច្បាប់ទៀតតើ
នៅញោមមួយទៀតហើយកំពុងតែ switch ជាមួយគ្នាពីអ្នកប្តីប្រពន្ធហ្នឹងក៏សាប់តែជឿយមកស្អីពីក្រៅថាទូប្រុសរបស់យើងហ្នឹងគឺត្រូវមានណាត់ទៅលេងអុកជាមួយគេថ្ងៃហ្នឹងនិយាយទៅគឺមកដាច់ជើងបាក់ប្តីប្រពន្ធគេអស់ហ្មងទូប្រុសគាត់ឡើងមួម៉ៅចិត្តមែនតើនេះចឹងហើយគាត់ក៏បានប្រាប់ទៅជឿយវិញថាទៅប្រាប់វិញទៅថាគាត់អត់បានទៅលេងទេទៅវិញទៅស្អីក៏បានធ្វើជាសួរថាពិតជាអត់ទៅលេងអុកមែនអីចឹងហើយទូប្រុសក៏បានឆ្លើយថាកាលពីមុនហ្នឹងគាត់សម្ដែងធ្វើជាព្រាននារីហ្នឹងដើម្បីឲ្យស្វែងរកការពិតអំពីការសម្លាប់រង្គាលនៅបន្ទាយសេនយ៉ាងចឹងណាតែឥឡូវនេះគឺគាត់ឡើងចង់ធ្វើជាព្រាននារីអីទៀតហើយគាត់ចង់ធ្វើជាប្តីល្អដើម្បីឲ្យទួយសេវាយហ្នឹងខ្លាចជាភរិយាដែលត្រូវបានគេចំណែនពេញនឹងអីចឹងណាខ្លាចជាភរិយាដែលសំណាងជាងគេអីចឹងទៅគឺស្អីនាងប្រកាសជាសប្បាយចិត្តហើយឮប្តីនិយាយចឹងតែនាងក៏រៀងបារម្ភដែរដែលនាងបាននិយាយថាទូប្រុសរបស់យើងហ្នឹងគឺសំដែងធ្វើជាមនុស្សអត់បានការយូររាប់ឆ្នាំហើយហ្នឹងចុះបើសុកមកផ្លាស់ប្ដូរវិញចឹងតិចមានគ្រោះថ្នាក់អីទូប្រុសក៏បានតទៅវិញថាដើម្បីអូនណាគឺបងនឹងមិនធ្វើអីដែលប្រថេប្រឋានទីនោះទេបងនឹងការពារអូនហើយនឹងខ្លួនបងនេះឲ្យបានល្អតែពេលនិយាយចឹងហើយក៏បានហក់ទៅថាប្រពន្ធមកខ្សើតែម្ដងនិយាយទៅព្រឹកនេះគាត់តែបើកភ្នែកមកមិនដឹងប្រហែលខ្សើហើយទេនេះហើយក៏នៅបន្តថើបគ្នាទៅវិញទៅមកចឹងទៅហ្នឹងហើយមិនបានជីងពីក្រែណានឹងអង្គុយថើបគ្នាហ្នឹងហើយអ្នកគ្នាបើគាត់ជាចង់ដឹងឲ្យថាតើ reaction UR ហើយនឹងលឺលាំងមិនវិញបន្ទាប់ដឹងថាតួឯងរបស់យើងអត់បានបាត់បង់ជីវិតដល់នេះគឺថានៅអត់សុកទេ UR នឹងដើរទៅវិញទៅមកឡើងក្តៅចិត្តពេញនឹងតែម្ដងពីមុនហ្នឹងខំអចង់ងាប់ឯថាតួស្រីបានស្លាប់មែនតើហើយតែតាមពិតទៅគេ fake សោះហើយដោយសារតែ UR នឹងដើរទៅវិញទៅមកញ៉ៃពេកធ្វើឲ្យលឺលាំងគាត់មើលមេរៀនគាត់នឹងអត់ចូលទេអញ្ចឹងហើយគាត់ក៏បានកប់សភៅនឹងទៅលើ UR តែម្ដងហើយគាត់និយាយថានៅស្ងៀមខ្លះមើលគាត់មើលមេរៀនអត់ចូលទេនេះ UR មុនដំបូងចង់ខឹងដែរតែប៉ុន្តែដល់ពេលដឹងថាប្តីកំពុងតែប្រឹងរៀនអញ្ចឹងក៏ធ្វើជាសម្រួលអារម្មណ៍មកជាអត់ខឹងវិញហើយក៏បានទៅរកសភៅនឹងឡើងសភាពតែម្ដងហើយក៏យកមកដាក់លើតុវិញឬក៏បាននិយាយថាលោកប្តីកុំខឹងអីឥឡូវនេះគឺអនាគតរបស់គ្រួសារយើងគ្រួសារតូចយើងហ្នឹងគឺប៉ឹងលើលោកប្តីទាំងអស់ហើយតែបងប្រឡងជាប់បានបន្ទូល្អគឺគេឈ្មោះមុខមាត់កិត្តិយសនឹងរត់មកតាមឯងតែម្ដងលឺលៀងក៏បាននិយាយទៅវិញថាប្រឡងហ្នឹងមិនមែនស្រួលទេណាចឹងហើយយូក៏បានបន្តទៀតបងឯងប៉ាកែសឹងអីខ្ញុំមកពិតជាជួយចាក់លើបង 100% តែម្ដងចាប់តែពេលហ្នឹងលឺលៀងក៏បានងើបឡើងហើយក៏និយាយថាបងដូចជាដឹងផ្លូវកាត់ដើម្បីទៅប្រឡងធ្វើម៉េចឲ្យជាប់តាប៉ុន្តែគ្រាន់តែត្រូវការប្រាក់មួយចំនួនយូនាងខំតអមិញឮថាមានផ្លូវកាត់ដល់ប៉ុន្តែដល់ពេលឮថាត្រូវការលុយចឹងវិញគឺថាទឹកមុខវិញហ្មងលុយទៀតតែលឺលៀងហ្នឹងក៏បានព្យាយាមហត់មកបកស្រាយថាមានបរិមម្នាក់ហ្នឹងគឺគេទីសំណួរប្រឡងហ្នឹងត្រូវរាល់ឆ្នាំតែម្ដងចឹងហើយបើសិនជាគាត់អាចទៅទិញសំណួរពីបរិមហ្នឹងខ្លះប្រហែលជាអាចប្រឡងចប់លឺលៀងក៏បានបន្តទៀតថាយ៉ាងណាមិញដើម្បីអាចជួបបរិមម្នាក់ហ្នឹងបានណាក៏ត្រូវមានខ្សែបណ្ដាយខ្លះដែរតែយូនាងក៏បានតទៅវិញថានាងអត់មានលុយទៀតផងហ្នឹងអស់លេងហើយចឹងហើយលឺលៀងក៏បាននិយាយគម្រាមទៅយូថាអញ្ចឹងចង់នៅឈរមើលអាកាសល្អនេះគឺរំលងទៅចឹងមែនតែយូពេលនោះក៏បាននឹកឃើញកំណត់មួយតែម្ដងដែលនាងបាននិយាយថាការប្រឡងមួយនេះគឺវាធំដុំលើកមុខមាត់គ្រួសារយើងខ្លាំងមែនតើដូច្នេះហើយបើសិនជាមនុស្សគ្រប់គ្នាក្នុងគ្រួសារនេះទាំងមូលនាំគ្នាមកផ្ដោតនៅលើការប្រឡងបងទាំងអស់ធ្វើឲ្យតួឯងសេបយើងនឹងមិនអាចឈរមើលអត់ដៃទៅទេបានឡើយអាយ៉ាមានកំណត់ថ្មីអីទៅបោកតួឯងសេបយើងទៀតឯណាលឺលៀងគាត់ទៅលឺថាប្រពន្ធខ្លួនមានកលល្បិចថ្មីចឹងហើយនិយាយថាអូសប្បាយចិត្តមែនតើតែរឿងរបស់យើងក៏បានមកដល់ទីបញ្ចប់ត្រឹមតែប៉ុណ្ណេះអរគុណបងប្អូនដែលបានចំណាយពេលវេលាដែលមានតម្លៃរបស់លោកអ្នកមកស្ដាប់ការសម្ដែងរឿងរបស់នាងខ្ញុំពីដើមដល់ចប់ចាំជួបគ្នានៅពេលក្រោយៗទៀតណាបាយបាយ